សភាពការ៉ូពីសម័យមុនមានលក្ខណៈពិសេសត្រង់ថាពេលដែលយើងកាន់តែជូកវាកាន់តែភ្លឺហើយតាក់ទងនឹង texture ដែលធ្វើជាស្លឹកឈើធ្វើជាកាយផ្សេងៗហ្នឹងអត់ទាន់នៅរលប់នៅឡើយទេជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Kim Hua Podcast រដូវកាលទី2មាតិកាទី2នៅក្នុងពេលនេះខ្ញុំបាទនឹងធ្វើការចែករំលែកនៅចំណេះដឹងដ៏ប្លែកនិងគួរឲ្យចាប់អារម្មណ៍មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលនៅក្នុងប្រធានបទរបស់យើងនិយាយអំពីពិភពស្ថាបត្យកម្មសម័យបុរាណហើយនិងសម័យបច្ចុប្បន្នបាទបើសិនជាយើងនិយាយអំពីស្ថាបត្យកម្មសម័យទំនើបយើងមិនអាចបំភ្លេចចោលបានទេនៅស្ថាបត្យកម្មពីសម័យមុនជាពិសេសគឺស្នាដៃរបស់កំពូលស្ថាបត្យករយើងមួយរូបគឺលោកតាវ៉ាន់ម៉ាលីវ៉ាន់ហើយសម្រាប់ពេលនេះយើងខ្ញុំនឹងធ្វើការចែករំលែកនៅប្រធានបទដ៏ល្អដែលបងប្អូនអាចចាត់ទុកថាជាចំណេះដឹងមួយដ៏ប្លែកជាពិសេសគឺសម្រាប់បងប្អូនខាងជាអ្នកគូប្លង់ឬមួយក៏ស្ថាបត្យករយើងតែម្ដងយើងនឹងមានវាគ្មិនមួយរូបដែលចូលរួមនៅក្នុងកម្មវិធីរបស់យើងបាទគឺលោកសែធួនប៉ាគាត់នឹងចែករំលែកអំពីពិភពស្ថាបត្យកម្មបាទសម័យបុរាណនិងសម័យទំនើបនេះពេលបច្ចុប្បន្នបាទអញ្ចឹងសូមជម្រាបសួរលោកទុនប៉ាបាទសុខសប្បាយបាទសុខសប្បាយលោកបាទមានអារម្មណ៍យ៉ាងម៉េចដែរបានចូលរួមនៅក្នុងកម្មវិធី Kim Hua Podcast រដូវកាលនេះមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងដែលបានចូលរួមកម្មវិធី Podcast នេះដើម្បីធ្វើការចែករំលែកបទពិសោធន៍មួយចំនួនដែលធ្លាប់បានឆ្លងកាត់និងមានការយល់ដឹងបាទចំពោះការងាររបស់លោកធុនប៉ានៅក្នុងពេលនេះតើជាការងារអ្វីដែលតាក់ទងទៅលើវិស័យស្ថាបត្យកម្មហ្នឹងបាទសម្រាប់ក្នុងពេលកន្លងមកនេះគឺខ្ញុំមានជាការងារស្ថាបត្យកម្មហ្នឹងរៀងច្រើនដែរបាទស្នាដៃដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពីមុនមកមានដូចជាផ្ទះវិឡាផ្ទះលំហែក៏ដូចជា office មួយចំនួននិងមួយទៀតគឺធ្លាប់បានធ្វើទៅលើស្ថានីយទូទស្សន៍សម្រាប់ការរៀបចំប្រភេទជា office របស់គាត់ផងដែរបាទស្នាដៃធំបាទលោកជាអ្នកបង្កើតក្រុមហ៊ុនខ្លួនឯងហ្មងហើយក្រុមហ៊ុនឈ្មោះអីដែរបាទសម្រាប់ firm របស់ខាងខ្ញុំនេះមានឈ្មោះ KV Architect and Decoration ផងដែរបាទដូចជាស្ថាបនិកផ្ទាល់បាទមានរយៈពេលប្រហែលឆ្នាំដោយសារKV របស់ពួកយើងនេះទៅបង្កើតដែរទេប្រហែលជាខ្ទង់ឆ្នាំ2020ទៅ21នេះទេបាទអញ្ចឹងអាចនិយាយថាសម័យ COVID បាទហើយកាលពីមុនហ្នឹងក៏ធ្លាប់មានដែរគ្រាន់តែថាយើងដូរ update ឈ្មោះមកជា KV Architect and Decoration វិញបាទអញ្ចឹងលោកទទួលធ្វើតារៀបចំខាងសាងសង់តាផ្នែកធំដែលរៀបរាប់ជាស្នាដៃឬមួយក៏ខាងតូចផ្ទះគេអាឋានអីល្មមទទួលដែរបាទទៅលើការទទួលហ្នឹងគឺយើងមានគ្រប់សន្តានបាទមានទាំងទូចមានទាំងធំបែបផ្ទះវិឡាឬក៏ជាប្រភេទការរៀបចំ office ផ្នែកខាងក្នុងគឺយើងមានទទួលទាំងអស់ការសិក្សាទៅលើគម្រោងប្លង់ក៏ដូចជាការសាងសង់ក៏ដូចជាការ decor interior ខាងក្នុងផងដែរបាទច្រើនអញ្ចឹងបានន័យថាទាំងការស្ថាបត្យកម្មហើយនិងការ design ខាងក្នុង interior design ទទួលទាំងអស់ហើយចូលដល់ការសាងសង់មួយទៀតផងដែរបែបជាកញ្ចប់តែម្ដងជាកញ្ចប់កុំឲ្យបែកទឹកលុយទេអញ្ចឹងអរគុណណាស់ដែលលោកបានចំណាយពេលដ៏មមាញឹកមកចូលរួមនៅក្នុងកម្មវិធី Kim Hua Podcast រដូវកាលទី2នេះព្រោះថាកាលពីរដូវកាលទី1ពួកយើងខ្ញុំបានតាក់ទងនិយាយពីសំណង់ហើយប៉ុន្តែគាត់ថានៅក្នុងរដូវកាលទី2សំណង់ដែរតែឲ្យគេហៅថាកាន់តែស៊ីជម្រៅថែមទៀតយើងក៏បាននិយាយអំពីស្ថាបត្យកម្មពីសម័យមុនបាទព្រោះថាពីសម័យមុនដោយលោកតាវ៉ាន់ម៉ាលីវ៉ាន់ក៏បានបន្សល់ហើយនឹងស្ថាបត្យករជាច្រើនទៀតបានបន្សល់នៅស្នាដៃជាច្រើនមែនទែនបាទអញ្ចឹងទើបយើងលើកយកប្រធានបទតាក់ទងនឹងពិភពស្ថាបត្យកម្មពីសម័យមុនក៏ដូចគេអាចថាសម័យបុរាណនិងសម័យទំនើបបច្ចុប្បន្នហ្នឹងជាពិសេសខ្ញុំចាប់អារម្មណ៍ទៅលើការ៉ូបាទឥដ្ឋការ៉ូខ្ញុំគិតឃើញថាឥដ្ឋការ៉ូមានយូរហើយប៉ុន្តែមូលហេតុអីមានឥដ្ឋការ៉ូខ្លះឥឡូវហ្នឹងនៅតែមានគេហៅថាមានភាពទាន់សម័យពេញនិយមមានភាពត្រូវការហើយក៏មើលទៅនៅតែមានភាពស្រស់ស្អាតមើលហើយដូចថាមិនចិនណាយមូលហេតុអីដែរបាទតាក់ទងនឹងឥដ្ឋការ៉ូនេះតាមពិតទៅខ្ញុំចង់ feedback ទៅខាងក្រៅនេះសិនបាទលើកពីដើមកំណើតនៃការ៉ូដែលចូលមកក្នុងស្រុកយើងបាទបើតាមឯកសារដែលខ្ញុំធ្លាប់សិក្សាកន្លងមកតាក់ទងនឹងការ៉ូដែលធ្លាប់នាំចូលមកក្នុងស្រុកយើងគឺនៅសម័យទសវត្សរ៍ទី19នៅក្នុងអាណានិគមនិយមបារាំងផងដែរដែលកាលនោះបច្ចេកខាងបច្ចឹមប្រទេសមួយនេះបាននាំយកបច្ចេកទេសក្នុងការផលិតការ៉ូយកមកក្នុងស្រុកយើងហើយ
ពេលដែលពួកគាត់ផលិតទៅគឺប្រជាជនយើងមានការមើលឃើញថាការ៉ូហ្នឹងមានភាពស្រស់ស្អាតហើយមានរូប color ផ្សេងហ្នឹងគឺជាការតាក់ទាញមួយបាទបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសម័យនោះមានការចាប់អារម្មណ៍ច្រើននិងមានការប្រើប្រាស់ប្រភេទការ៉ូខ្នាតទូចដែលយកមកផ្គុំគ្នាចេញជារូបភាពមួយដូចជាផ្ការំដួលដូចជារូបភាពរង្វង់ដូចជាផ្កាវអីផ្សេងផងដែរបាទអញ្ចឹងបានន័យថាការ៉ូដែលយើងចាប់ផ្ដើមមាននៅក្នុងប្រទេសកម្ពុជាពីសម័យអាណានិគមទេបារាំងបាទពីមុនហ្នឹងអត់មានទេមែនទេពីមុនហ្នឹងតាក់ទងទៅនឹងការធ្វើការក្រាលការ៉ូឬក៏ជាប្រភេទផ្លូវដើរយើងអត់និយាយរឿងការ៉ូទេយើង feedback ទៅដល់សម័យអង្គរទីចោះបាទក្នុងសម័យហ្នឹងគឺយើងមើលទៅលើទស្សនវិជ្ជាជាក់ស្ដែងនៃប្រាសាទអង្គរវត្តគឺទៅលើ corridor ឬក៏ផ្លូវដើរចូលទៅប្រាសាទអង្គរតូចគឺយើងមានឃើញការរៀបចំជាថ្មទុកសម្រាប់ធ្វើការដើរទៅវិញបាទអញ្ចឹងបានថាក្នុងពេលសម័យមុនគឺយើងអត់មានជាប្រភេទការ៉ូតែយើងមានជាដុំថ្មដុំសម្រាប់ទម្រាបជាផ្លូវដើរហើយក្នុងសម័យនេះអ្វីដែលគេអាច inspire យកមកបានដែលយើងសង្កេតឃើញនៅក្នុងសម័យបច្ចុប្បន្នហ្នឹងណាបាទយើងឃើញថាតាក់ទងនឹងការ៉ូមួយចំនួនដែលអាចមានទំហំប្រហែលជា6 តឹកគុណ1 ម៉ែត្រ 2មាន texture ដូចជាថ្មធម្មជាតិនៅសម័យមុនផងដែរបាទចឹងចង់បញ្ជាក់ខ្ញុំសុំកាត់ទីកន្លែងហ្នឹងណាចង់បញ្ជាក់ថាបងប្អូនដែលចង់បានដូចលោកធួនប៉ាជំរាបជូនថាការ៉ូដែលមើលមកហាក់បីដូចជាគេរៀបថ្មគេថាថ្មភក់ហ្នឹងណាថ្មភ្នំថ្មភក់ដែលមានអញ្ចឹងគេមាន texture របស់គេបងប្អូនក៏អាចមករកនៅហាងគីមហួរនេះបានបាទគីមហួរហ្នឹងគឺមានការ៉ូគ្រប់ប្រភេទទាំងអស់កំងរបៀបមិនក៏បានឲ្យតែមានរូបឲ្យមើល texture គឺមានទាំងអស់បាទអញ្ចឹងគឺបងប្អូនអាចទំនាក់ទំនងខ្ញុំប្រាប់លេខទូរស័ព្ទនោះទេណា085 63 66 68បាទហាងគីមហួរក៏អាចមកផ្ទាល់នឹងបានបាទសូមបន្តទៀតបាទហើយមួយវិញទៀតយើងក៏សង្កេតឃើញឥឡូវយើងសូមមកមើលនៅសម័យអាណានិគមនិយមបារាំងផងដែរបាទយើងឃើញសង្កេតឃើញថាការសាងសង់ផ្ទះនៅសម័យនឹងផងដែរគឺឃើញថាការប្រើប្រាស់ការ៉ូដែលមានទំហំយើងអាចគិតថា2 តឹកគុណ2 តឹកបាទគឺមានច្រើនហើយបន្តរហូតមកដល់សម័យសប្តាហ៍ថ្ងៃនេះផងដែរសប្តាហ៍ថ្ងៃនេះក៏មានការពេញនិយមទៅលើប្រភេទការ៉ូ texture ទូចនឹងផងដែរដែលយើងយកមកដាក់ទម្រាបគុំគ្នាបានទៅជា texture រូបភាពមួយដែលជាភាពស្រស់ស្អាតមួយដែលយើងអាចសង្កេតឃើញនៅសម័យបច្ចុប្បន្ននេះដែលគេមានហ្នឹងគឺនៅតាមអូតែលឬក៏ resort មួយចំនួននៅខាងខេត្តសៀមរាបបាទហើយខ្ញុំសូមលើកឡើងចំណុចមួយទៀតដែលជាtechnique សំខាន់មួយដែលធ្វើឲ្យការ៉ូប្រភេទសម័យមុនមានគុណភាពនិងមានភាពដូចថាពេញនិយមដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានលក្ខណៈពិសេសត្រង់ថាការ៉ូប្រភេទខ្នាត2 តឹកគុណ2 តឹកដែលគេធ្វើនៅជំនាន់មុនគឺគេធ្វើពីប្រភេទបាយអលាយជាមួយនឹងល្បាយខ្សាច់បាយអហើយនឹងល្បាយខ្សាច់បាទហើយបានបង្កើត texture ពី surface ខាងលើហ្នឹងគឺដោយលក្ខដែលគេប្រើនៅក្នុងសម័យហ្នឹងហើយគឺគេធ្វើជាពុំមួយហើយមុននឹងបានរៀបចំចេញជាការ៉ូមួយរូបពេញហ្នឹងគឺត្រូវមានពុំ4បាទអាចគុំគ្នាចេញបានណាបាទហើយយើងសង្កេតឃើញថាការ៉ូប្រភេទទាំងអស់ដែលខ្ញុំបានលើកឡើងខាងលើហ្នឹងបើយើងមកមើលនៅបច្ចុប្បន្ននេះយើងអាចមើលតាមប្រភេទវត្តអារាមឬក៏អគារមួយចំនួនដែលបន្សល់ពីសម័យបារាំងមកបាទហើយនឹងអូតែលណាចាស់គេអាចយកការ៉ូនឹងមកខ្ញុំចាំបានកាលខ្ញុំនៅក្មេងខ្ញុំរៀននៅសាលាវត្តកោះខ្ញុំទៅវត្តខ្ញុំចំណាំមើលឲ្យតែមានវត្តគេផលិតការ៉ូគេមានពុំរបស់គេអីចឹងការ៉ូតែ2 តឹក 2ហ្នឹងបាទហើយគេលាយអញ្ចឹងមាន2ប្រភេទខ្សាច់លាយមួយបាយអអញ្ចឹងឥឡូវនៅតែផលិតរបៀបអញ្ចឹងដែរឬមួយយ៉ាងម៉េចមែនសប្តាហ៍ថ្ងៃនេះសម្រាប់ហត្ថកម្មដែលផលិតដោយដៃហ្នឹងគឺខ្ញុំឃើញថាមាននៅខេត្តសៀមរាបគ្រាន់តែថាមានការធ្លាក់ចុះក្នុងការផលិតតែគាត់ផលិតហ្នឹងនៅតែផលិតគឺតពីអាចថាតពីតាតពីអីមកណាបច្ចេកទេសហ្នឹងគឺនៅមានក្នុងការផលិតព្រោះយើងសង្កេតឃើញថាប្រភេទការ៉ូទាំងអស់ហ្នឹងមកដល់សប្តាហ៍ថ្ងៃនេះក៏មានការពេញនិយមដែរហើយពេញនិយមហ្នឹងគឺនៅលើវិស័យទៅលើសន្តាគារបែប resort ដែលគេយកទៅធ្វើជាការ decor មិចជាមួយនឹងការ៉ូប្រភេទ ceramic
ដែលជាការផលិតសពថ្ងៃនេះផងដែរបាទចុះឧទាហរណ៍ថាឥឡូវនេះតាក់ទងសម័យបច្ចុប្បន្នសំណង់សម័យបច្ចុប្បន្នសម័យទំនើបហ្នឹងយើងអាគាររបស់យើងហ្នឹងគឺសម័យទំនើបមើលមកវាស៊ីគេហៅថាបើយើងចង់និយាយវាទំនើបហ្មងទាន់សម័យយើងអាចប្រើការ៉ូអារបៀបរចនាបថពីសម័យមុនហ្នឹងបានទេអាចបានលោកបាទដោយសារជាទូទៅបើសិនជាយើងចង់ច្នៃបែបហ្នឹងគឺយើងអាចមានទីតាំងដែលយើងទៅច្នៃបានឧទាហរណ៍ថាកន្លែងលំហនៅកណ្ដាលផ្ទះមួយបើសិនជាយើងចង់ច្នៃជាការ៉ូមួយដែលសម័យពីមុនចូលមកក្នុងសម័យទំនើបនេះគឺយើងអាចយកការ៉ូពីមុនហ្នឹងយើងក្រាលជា pattern មួយដ៏ធំហើយយើងមានជ្រីក្រវ៉ាត់ព័ទ្ធជុំវិញហើយយើងលាយជាមួយនឹងការ៉ូសេរ៉ាមិចសម័យទំនើបដែលយើងមើលទៅលោកអាចសម័យបាននៅកន្លែងទីតាំង resort ឬក៏ទីតាំងសាគារមួយចំនួនដែលគេធ្លាប់ធ្វើហើយអា concept មួយហ្នឹងខ្ញុំជឿថាតាក់ទងនឹងស្ថាបត្យករមួយចំនួនដែលនៅក្នុងសម័យបច្ចុប្បន្ននេះក៏គាត់ inspire ពីរូបភាពដែលធ្លាប់ឃើញកាលពីជំនាន់មុនមកផងដែរតាក់ទងនឹង concept ដែលឧទាហរណ៍ថាឥឡូវជាលំហមួយសម្រាប់ទទួលភ្ញៀវគឺគាត់រៀបចំជាការ៉ូសម្រាប់ការក្រាលជា pattern មួយដ៏ធំឧទាហរណ៍ថាទំហំຂະຫນາດប្រហែលជា3ម៉ែត្រគុណនឹង2ម៉ែត្រហើយគឺមានជ្រីព័ទ្ធជុំវិញណាលោកដែលធ្លាប់ឃើញបាទហើយកន្លែងហ្នឹងគឺអាចបញ្ជាក់ថាទីតាំងមួយហ្នឹងគឺជាទីតាំងដូចជាក្រាលព្រំសម្រាប់ទទួលភ្ញៀវឬក៏ជាខ្លោងទ្វារសម្រាប់ចូលនៅទីតាំងណាមួយហើយនឹងមានអត្តសញ្ញាណមួយទៀតដែរដែលខ្ញុំតែសង្កេតឃើញណាបាទអានេះខ្ញុំគិតថាប្រហែលជាគេ inspire ពីវត្តអារាមឬក៏មន្ទីរពេទ្យនៅសម័យនោះមកផងដែរបាទខ្ញុំអាចលើកឧទាហរណ៍ថាអញ្ចេះមានដូចជាល្វែងបាំងសាច់នៅតាមទីតាំងវត្តអារាមមួយចំនួនបាទហើយលោកវិបុលធ្លាប់សង្កេតឃើញមានការក្រាលការ៉ូហ្នឹងនៅល្វែងបាំងសាច់ហ្នឹងណាគឺគេក្រាលការ៉ូផ្នែកកណ្ដាលដូចជា2សន្លឹកឬក៏4សន្លឹកដែលផ្គុំមកជារូបភាពមួយបាទជារូបមួយហើយការ៉ូហ្នឹងសង្កេតឃើញថាការ៉ូកាលពីសម័យសតវត្សទី19នោះបាទហើយគេមានជ្រីព័ទ្ធជុំវិញមួយជុំនៅល្វែងបាំងសាច់វិហារហ្នឹងណាបាទដើម្បីអាហ្នឹងវាជាអាចជាអត្តសញ្ញាណមួយក្នុងការធ្វើជាផ្លូវដើរជុំវិញហ្នឹងបាទហើយដល់ពេលមកដល់សប្តាហ៍ថ្ងៃនេះក៏គេ inspire យករូបភាពហ្នឹងមក install នៅលើ corridor មួយចំនួនដូចជា corridor ទៅលើផ្លូវដើរសម្រាប់ resortផ្លូវដើរសម្រាប់សន្តាគារដែលយើងអាចសង្កេតឃើញថានៅចំកណ្ដាលនៃ corridor ហ្នឹងគឺគេក្រាលការ៉ូដែលមានសភាពដូចជា map ធំហើយជំហៀងជុំវិញសងខាងហ្នឹងគឺគេធ្វើជាជ្រីខ្មៅឬក៏ជ្រីរំលេចពណ៌ដែលហាក់ដូចជាផ្លូវហ្នឹងគឺជា corridor មួយសម្រាប់ឲ្យយើងដើរទៅបានបាទតាក់ទងទៅលើពាក្យមិញហ្នឹងដែលលោកធួនប៉ាបាននិយាយវិញហ្នឹងល្វែងបាំងសាច់ពាក្យនេះខ្ញុំទៅជួបមែនតើអាចជាចំណេះដឹងមួយសម្រាប់បងប្អូនល្វែងបាំងសាច់ហ្នឹងចង់និយាយពីរៀនហាលហ្នឹងមែនទេបាទដូចជារៀនហាលឬក៏ balcony តែអាហ្នឹងសង់លេ balcony រៀនហាលនៅតាមវិហារនៅតាមអីគេហៅជាល្វែងបាំងសាច់នេះបងប្អូនព័ទ្ធជុំវិញព្រះវិហារបាទអញ្ចឹងដែលខ្ញុំចាំបានគ្រាន់តែលោកធួនប៉ានិយាយមកមិញហ្នឹងខ្ញុំនឹកឃើញទៅដល់វត្តភ្នំបងប្អូនចង់ឃើញល្វែងបាំងសាច់តាមព្រះវិហារឡើងទៅវត្តភ្នំកន្លែងដូនពេញលោកយាយដូនពេញហើយពេលដែលយើងមុនចូលដល់នៅក្នុងពហិយមានព្រះអង្គហ្នឹងគឺយើងឆ្លងឡើងចដើមបន្តិចមកគេហៅហ្នឹងល្វែងបាំងសាច់ដែលវាជុំវិញហ្នឹងគេដាក់ការ៉ូពីសម័យមុនអញ្ចឹងណាបាទហើយឥឡូវក៏នៅតែចាប់អារម្មណ៍នៅតែគេនៅតែប្រើប្រាស់ពេញនិយមដែរបាទនៅតែមានដល់សប្តាហ៍ថ្ងៃនេះសូម្បីតែយើងធ្លាប់ទៅមើលដូចជាវត្តសារវ័នឬក៏វត្តចិនដំដៃនៅភ្នំពេញហ្នឹងអាចទៅមើលបានគឺនៅតែមានសភាពការ៉ូបែបហ្នឹងហើយសភាពការ៉ូពីសម័យមុនមានលក្ខណៈពិសេសត្រង់ថាពេលដែលយើងកាន់តែជូតកាន់តែអីវាកាន់តែភ្លឺហើយតាក់ទងនឹង texture ដែលការប្រើប្រាស់ធ្វើជាស្លឹកឈើធ្វើជាផ្កាចក្រច័ន្ទផ្កាផ្សេងៗហ្នឹងគឺអត់ទាន់នៅរលប់នៅឡើយទេបាននៅតែដិតនៅបានយូរនៅបានយូរបាទហ្នឹងហើយមានគួរចាប់អារម្មណ៍តលោកធួនប៉ាបានជំរាបជូនបាទអញ្ចឹងអ្វីទាំងអស់នេះគឺគេហៅថាការដែលយើងយក
ការរៀបចំរចនាបថពីសម័យបុរាណនៅតែមានការចាប់អារម្មណ៍ហើយនៅតែមានគេរៀបបែបហ្នឹងរហូតមកដល់បច្ចុប្បន្នហ្នឹងទៀតបាទគួរឲ្យចាប់អារម្មណ៍មែនទែនប៉ុន្តែមុននឹងបន្តចង់ជម្រាបជូនថាបងប្អូនចង់បាននៅការ៉ូដែលមានគុណភាពល្អដែលដូចនឹងលោកធួនប៉ាបានជម្រាបជូនអញ្ចឹងហើយអាចមិនថាតែការ៉ូបែបសេរ៉ាមិចឬក៏ការ៉ូបែបរបៀបបុរាណមានការចាក់ច័ន្ទមានទម្រង់អីតាម texture ដែលលោកបងប្អូនចង់បានទេគឺបងប្អូនអាចមកហាងគីមហួរនេះបានព្រោះថាហាងគីមហួរគឺជាហាងដែលនាំចូលការ៉ូលក់ការ៉ូគ្រប់ប្រភេទទាន់សម័យទំនើបបាទស៊ីវិល័យថាពេញនិយមតែម្ដងបងប្អូនអាចកម្មងច្រើនក៏បានដែរគឺបងប្អូនអាចកម្មងតាមលេខទូរស័ព្ទ085បាទ63 66 63ឬក៏អញ្ជើញមក showroom នេះផ្ទាល់ដែលមានអាស័យដ្ឋាននៅផ្ទះលេខអងបាទ311ផ្លូវ271បាទខណ្ឌចំការមនរាជធានីភ្នំពេញនេះតែម្ដងបាទតាក់ទងទៅលើការរៀបចំការ៉ូពីសម័យមុនហើយនិងសម័យទំនើបបច្ចុប្បន្ននៅចាប់អារម្មណ៍ថាចាស់ក្នុងនាមអ្នករៀនខាងផ្នែកស្ថាបត្យកម្មបាទអញ្ចឹងគាត់អាចយកគំរូមុនបែបផែនពីសម័យបុរាណពីមុនណាមកអនុវត្តទៅលើបានយ៉ាងណាខ្លះដែរទៅលើសម័យបច្ចុប្បន្នហ្នឹងបាទបើទៅលើសម័យបច្ចុប្បន្នអ្វីដែលខ្ញុំសង្កេតឃើញគឺស្ថាបត្យករមួយចំនួនគាត់អាច inspire ពី concept ពីចំនួនមុនមកប្រើប្រាស់បានច្រើនដូចជាលោកវិបុលធ្លាប់ឃើញថាការរៀបគុំការ៉ូបើសិនជាយើងមើលការ៉ូសម័យមុនទំហំ2ទឹកគុណ2ទឹកបើសិនជាយើងមើលតែមួយផ្នែកយើងអត់ដឹងថាការ៉ូហ្នឹងមាន texture ពីមុខឬក៏មានរូបភាពពីមុខហ្នឹងជាអីទេតលតែយើងផ្គុំ4សន្លឹកចូលគ្នាហ្នឹងហើយបានយើងអាចចាប់អារម្មណ៍ថាអូហ្នឹងគឺជារូបរូបប្រភេទដូចជាផ្កាច័ន្ទការរំដួលអីផ្សេងលាក់តាមអ្វីដែលខាងផលិតគាត់ចង់ឲ្យមានបាទហើយសម័យឥឡូវក៏ខ្ញុំធ្លាប់ឃើញការធ្វើបែបហ្នឹងច្រើនមកផងដែរដូចជាការ៉ូប្រភេទសេរ៉ាមិចរបស់យើងសម័យបច្ចុប្បន្ននេះគឺមាន texture ដែលដាក់ផ្គុំគ្នាដើម្បីបង្កើតបានជា texture ធំមួយហ្នឹងហើយគឺគេក្រាលហ្នឹងគឺនៅកន្លែងហ្វុងមួយដែលសម្រាប់ទទួលភ្ញៀវជាលំហសម្រាប់ទ្វារចូលពីខាងមុខផ្ទះដែលយើងគិតថាជាកន្លែងទទួលភ្ញៀវឬក៏កន្លែងស្វាគមន៍ភ្ញៀវបាទអូយល់បានន័យថាគេយកបែបផែនរចនាបថដែលរៀបជាការ៉ូ4បាទនេះ4ការ៉ូឬក៏ភាគច្រើន4ការ៉ូឲ្យចេញជារូបមួយអញ្ចឹងទៅថាកាលជំនាន់មុនការ៉ូដែលគេផលិតបានគឺ scale តូចគាត់ថាសម័យបច្ចុប្បន្ននេះគឺយើងមានបច្ចេកវិទ្យាទំនើបគឺផលិតបានការ៉ូ scale ធំអាចទំហំ6ទឹកគុណនឹង1.2 ម៉ែត្រឬក៏អាចលោតដល់8ទឹកគុណនឹង1.2 ម៉ែត្រផងដែរបាទហើយ8ទឹកគុណនឹង1.2 ម៉ែត្រឬក៏6ទឹកគុណ1.2 ម៉ែត្រហ្នឹងដាក់ផ្គុំចូលគ្នាចេញជា texture មួយធំដែលមានទំហំរហូតដល់3.4 ម៉ែត្រគុណនឹង2 ម៉ែត្រកន្លះអីផងដែរអញ្ចឹងទៅបាទចុះបានន័យថាសម័យបច្ចុប្បន្នហ្នឹងក៏អាចយកបែបផែនគេហៅថាធ្វើការ៉ូបែប 3D digital គេបោះពុំគេធ្វើអីលើការ៉ូហ្នឹងហើយចេញជារូបរាងដូចសម័យមុនក៏បានដែររួមបញ្ចូលគ្នាស្នាដៃហ្នឹងតែគាត់វា scale វាធំជាងអញ្ចឹងថាពីសម័យយើងបច្ចេកវិទ្យាថ្មីនេះគឺអាចមានលក្ខណៈទំនើបច្រើនជាងព្រោះសម័យមុនយើងអាចធ្វើទៅដល់លក្ខណៈ 3D បានទេដោយសារអីហ្នឹងហើយពួកពុំដែលយើងធ្វើកាលពីសម័យមុនគឺទំហំ2ទឹក4ជ្រុងហើយគេចង់ធ្វើជាក្បាច់ម៉ូដទៅលើផ្ការំដួលឬក៏ផ្កាចក្រចានអីផ្សេងគឺគេពុតដែកធ្វើហើយគឺគេចាក់ទឹកលាក់ដើម្បីឲ្យចេញជាពណ៌ texture មួយឥឡូវសម័យយើងទំនើបខ្លាំងអញ្ចឹងគឺគេអាចមានបច្ចេកវិទ្យាច្រើនជាងហ្នឹងបាទបន្ថែមទៅលើការដែលនិយាយតាក់ទងការ៉ូខ្ញុំចាប់អារម្មណ៍មែនទេខ្ញុំជឿថាបងប្អូនទាំងអស់គ្នាក៏ចាប់អារម្មណ៍បងប្អូនខ្មែរយើងទាំងអស់គ្នាចាប់អារម្មណ៍ចេះពីសម័យមុននិយាយថាសម័យអាណានិគមអង្គរញ៉ែលអញ្ចឹងចុះបាទប្រើការ៉ូនេះខ្ញុំឃើញថាប្រហែលប្រភេទមានមើលនៅតាមវត្តនៅតាមផ្ទះនេះគេរៀបចក្រច័ន្ទបាទអីគេផ្កាមួយគេហៅអីគេទេអាចផ្កាជាផ្ការំដួលហើយមានស្អីប្រហែលពីមុខខ្ញុំថាអាចថា3 4ប្រភេទធ្លាប់តែឃើញណាចង់ដឹងថាតើពីសម័យមុនគេប្រើហ្នឹងការ៉ូរៀបជារូបហ្នឹងប្រហែលរូបដែរមើលទៅបើតាមខ្ញុំធ្លាប់សិក្សាមកគឺមានច្រើនមែនតើច្រើនបាទតាមអ្នកផលិតដែលគាត់ចង់ផលិតហើយគាត់ភាគច្រើនពេលដែលគាត់ផលិតគឺគាត់យកធម្មជាតិមកដាក់បញ្ចូលផងដែរដើម្បីឲ្យមានភាពស្រស់ស្អាតទាក់ទាញនិងស៊ីវិល័យហើយមានភាព
ធន់ហើយនឹងប្រើប្រាស់បានយូរអង្វែងផងដែរបាទអញ្ចឹងមិនមែនតែ4យ៉ាងនេះគេមានច្រើនហើយច្រើនយកតាមបែបធម្មជាតិអីយ៉ាងទៅដើម្បីឲ្យធ្វើមកឲ្យស័ក្តិសមនឹងទីកន្លែងដែលគាត់រៀបចំទៅបាទចាស់ផ្កាយមែនពីជំនាន់មុនអញ្ចឹងសម្រាប់យើងទាំងអស់គ្នាដែលជាអ្នករស់នៅបច្ចុប្បន្ននេះជាពិសេសខាងផ្នែកស្ថាបត្យករនឹងតែម្ដងខាងវិស័យស្ថាបត្យកម្មហ្នឹងតើផ្នែកការដែលរៀបចំពីសម័យបុរាណណាពីប្រពៃណីរបស់យើងពីដើមគួរតែរក្សាទុកយ៉ាងម៉េចដែរទៅបាទឬមួយក៏មានសារៈសំខាន់បែបណាដែរបាទនេះបើសិនជាក្នុងគោលបំណងខ្ញុំចង់ឃើញទៅថ្ងៃអនាគតវិញណាបាទទៅលើវិស័យស្ថាបត្យកម្មក្នុងការ design ផ្នែកការ៉ូបាទហើយបើសិនជាមានខាងការ៉ូដែលគាត់អាចផលិតបានគឺខ្ញុំចង់ឲ្យមានជាការផលិតដូចជារូប texture បែប 3D ក៏ប៉ុន្តែជាប្រភេទក្បាច់ខ្មែរពួកក្បាច់ខ្មែររបស់យើងមានច្រើនលោកបាទមានច្រើនហើយយើងសង្កេតឃើញថាបើសិនជានៅតាមរមណីយដ្ឋានឬក៏តាមសន្តាគារផ្សេងឃើញគេដេក័រនៅផ្នែកខាងលើជញ្ជាំងដូចជាជ្រីដូចជាអីតែអត់ទាន់ជាប្រភេទការ៉ូទេតែបើសិនជាមានការ៉ូជាក្បាច់ខ្មែរយកទៅដេក័រនៅលើជញ្ជាំងរៀបតាមជញ្ជាំងខ្ញុំគិតថាប្រហែលជាស្អាតច្រើនបាទមែនណាខ្ញុំគិតចឹងដល់ពេលនិយាយខ្ញុំនឹកឃើញបើសិនជាយើងគេហៅថារក្សានៅទ្រង់ទ្រាយរូបភាពពីជំនាន់មុនយើងនៅរក្សាអភិរក្សអញ្ចឹងណាប៉ុន្តែគួរតែបង្កើតឲ្យមានស្នាដៃថ្មីនៅក្នុងពេលហ្នឹងទៅតន់តែបច្ចេកវិទ្យាទំនើបអញ្ចឹងណាចេញស្ទ្រីក្នុងការការ៉ូពីមុន2ទឹក2ឥឡូវដាក់ប្រហែលអានេះប៉ុណ្នេះប្រហែលទឹកឯងហើយអាហ្នឹង8ទឹក8ទឹកបាទធំយកអញ្ចឹងមកមិននឹងស្អាតមកទេតែលក្ខណៈវារចនាបថរបស់ខ្មែរបាទគួរឲ្យចាប់អារម្មណ៍មែនទែនអញ្ចឹងចង់ជម្រាបជូនដល់បងប្អូនថាអ្វីក៏ដោយបើសិនជាយើងរក្សាអភិរក្សនៅប្រពៃណីវប្បធម៌របស់យើងនៅក្នុងវិស័យស្ថាបត្យកម្មហើយចេះអភិវឌ្ឍដោយលោកធុនប៉ាបានជម្រាបជូនអញ្ចឹងបើសិនជាបងប្អូនខ្មែរម្ចាស់គេដ្ឋានចាស់អគារសំណង់ធំឬមួយក៏ម្ចាស់សថាគារឬក៏បាទអ្វីក៏ដោយដែលចង់រៀបចំឲ្យជារចនាបថខ្មែរហ្នឹងក៏រឹតតែល្អដែរបាទខ្ញុំលើកជាឧទាហរណ៍មួយឧទាហរណ៍ថាបើសិនជាយើងមានជាគេហដ្ឋានឬក៏ផ្ទះវីឡាបាទបើសិនជាយើងមានការ៉ូមួយដែលរូបរាងជា 3D បាទឬក៏ជាប្រភេទ 2D ក៏បានបាទដែលមានទម្រង់ជាក្បាច់ការច័ន្ទបាទក្បាច់ការច័ន្ទរបស់ខ្មែរយើងណាបាទគឺយើងអាចដេក័រលម្អមួយដូចថាយើងរៀបផ្ទៃសអញ្ចឹងទៅយើងអាចលម្អមួយនៅតាមជើងគឺស្អាតបាទព្រោះបច្ចុប្បន្ននេះក៏មានដែរគ្រាន់តែថាគេធ្វើការឆ្លាក់ដោយថ្មបាទតែទៅលើផ្នែកការ៉ូយើងនៅអត់ទាន់សង្កេតឃើញតែខ្ញុំសង្កេតឃើញមួយទៀតតកតងទៅនឹងការ inspire ទៅលើផ្នែកថ្មពីដើមពីបុរាណមកយកមកក្រាលនៅក្នុងផ្ទះលោកតែធ្លាប់សង្កេតឃើញថាការ៉ូខ្លះមាន texture ជាប្រភេទថ្មធម្មជាតិការ៉ូខ្លះមានជាប្រភេទថ្មដុំដូចថ្មភ្នំដែលគេយកមកធ្វើហ្នឹងសិតតែប្រហែលជាអាច inspire ពីជំនាន់មុនមកដោយជំនាន់មុនយើងអត់មានការ៉ូបែបឥឡូវសម័យឥឡូវសម្រាប់ក្រាលទេអញ្ចឹងយើងមានតែធ្វើការយកថ្មដុំធំយកមកក្រាលហើយនឹងមួយទៀតយើងអាចយកជាថ្មភ្នំយកមកផ្គុំគ្នាហើយក្រាលបង្កើតបានជាផ្លូវឬក៏បង្កើតបានជាផ្លូវដើរណាមួយបាទអញ្ចឹងសម័យបច្ចុប្បន្ននេះឃើញ inspire យកមកច្រើនហើយពេលដែលយើងរៀបចំធ្វើការក្រាលនៅលើគេហដ្ឋានឬក៏កន្លែងទីតាំងណាមួយវាមានអារម្មណ៍ថាអារម្មណ៍ស្រស់ថ្លាហ្នឹងដោយបែបធម្មជាតិទៅកាលពីសម័យមុនផងដែរបាទបន្ថែមលើពីនេះសុំមកសំណួរទៀតចុងក្រោយបាទចង់ឲ្យលោកទូនប៉ាទេឥឡូវឧទាហរណ៍ថាអគារមួយមាន4-5ជាន់ឧទាហរណ៍អញ្ចឹងណាបាទគាត់ចង់បើកអញ្ចឹងទៅឬក៏គាត់រៀបជាន់ទី1យើងដាក់របៀបថាបើយើងស្រឡាញ់ពីបុរាណពីសម័យមុនណាសម័យបារាំងអញ្ចឹងណាក្រាលជាន់ទី2យើងអាចដាក់ចេញជាការ៉ូបែបសម័យហើយជាន់ទី3យើងដាក់ទៅការ៉ូបែបហ្នឹងទៅជារូបរាងមិនដែរបើសិនជាលោកសម័យវាត្រូវនឹងក្បួនខ្នាតឬមួយក៏យ៉ាងម៉េចដែរបាទអាហ្នឹងតាក់ទងទៅលើការអាស្រ័យលើការ design បាទបើសិនជាជាន់នីមួយហ្នឹងមាន function មានការប្រើប្រាស់ជាទំហំជាន់ផ្សេងគ្នាជាក្រុមហ៊ុនឬក៏ office ផ្សេងគ្នាយើងអាចប្រើប្រាស់បានយើងអាចធ្វើបានបាទទៅតាមអ្វីដែលជា function ឬក៏requirement ដែលភ្ញៀវគាត់ចង់បានបាទសម្រាប់
លោកវិបុលលើកឡើងទៅលើចំណុចមួយដែលយើងអាច inspire យកការ៉ូពីដើមមកមិចជាមួយនឹងការ៉ូ ceramic ជំនាន់បច្ចុប្បន្ននេះខ្ញុំសង្កេតឃើញដូចថាខ្ញុំលើកឧទាហរណ៍មួយចាស់បាទប្រហែលជាលោកធ្លាប់បានជួបនៅតាម resort ឬក៏នៅតាមភោជនីយដ្ឋានមួយចំនួនដែលគេនៅតែយកការ៉ូពីសម័យមុនយកមកប្រើប្រាស់នៅក្នុងសម័យបច្ចុប្បន្នដោយដូចជាក្នុងកន្ទប់ទឹកបាទគឺយើងរៀបជាហ្វុងសម្រាប់កន្លែងមួយទឹកកាឈូកបាទជាមកជួរអញ្ចឹងទៅទំហំត្រឹមតែ6 ទឹករហូតទៅវែងទៅឡើងទៅលើហើយបានគេយកការ៉ូសេរ៉ាមិចបច្ចុប្បន្នមកតម្រៀបបន្តទៀតបាទដើម្បីនេះគឺជាក្បូរក្បាច់រចនាមួយដើម្បីលម្អឲ្យមានភាពស្រស់ស្អាតស៊ីវិល័យបាទហើយនឹងមានភាពតាក់ទាញផងដែរបាទនេះការលាយបញ្ចូលពីសម័យបុរាណហើយនឹងបច្ចុប្បន្នមើលទៅមានការថាភាពស្រស់ស្អាតប្លែកបាទភាពស្រស់ស្អាតប្លែកបាទអញ្ចឹងលោកធុនប៉ាជាចុងក្រោយមានអីចង់និយាយទៅកាន់បងប្អូនដែលកំពុងទស្សនាកម្មវិធី podcast គីមហួរ podcast របស់យើងរដូវកាលទី2នេះទេបាទជាចុងក្រោយខ្ញុំសូមអរគុណច្រើនសម្រាប់គីមហួរ podcast ហើយនឹងសង្ឃឹមថាការចែករំលែកមួយនេះគឺជាចំណេះដឹងបន្ថែមទៅដល់បងប្អូនដែលធ្វើការក្នុងវិស័យស្ថាបត្យកម្មទាំងអស់គ្នាផងដែរបាទហើយខ្ញុំបាទក៏សូមអរគុណទៅដល់លោកធុនប៉ាដែលជាស្ថាបនិករបស់ក្រុមហ៊ុន KV Architect and Decoration ដែលបានចំណាយពេលដ៏មានតម្លៃចែករំលែកនៅបទពិសោធន៍ជាពិសេសគឺវិស័យស្ថាបត្យកម្មពីសម័យមុនផ្សារភ្ជាប់នឹងសម័យទំនើបបច្ចុប្បន្នរបស់ប្រទេសកម្ពុជាដែលបានបង្ហាញជូនជាចំណេះដឹងមួយចំណេះដឹងនេះគឺសំខាន់ណាស់សម្រាប់បងប្អូនដែលចង់មានគំនិតអីប្លែកៗក្នុងការធ្វើឲ្យផ្ទះឬមួយក៏ធ្វើឲ្យទីកន្លែងអគារសំណង់របស់បងប្អូនមានភាពស្រស់ស្អាតទៅតាមតម្រូវការនិងការសម័យគិតបាទអញ្ចឹងអរគុណច្រើនហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយបើសិនមានសំណួរក៏អាចសួរបានបាទខាងអ្នកជំនាញរបស់យើងនឹងចាំចែករំលែកបន្ថែមទៅទៀតហើយបើសិនជាបងប្អូនចង់បាននៅឥដ្ឋការ៉ូដែលមានគុណភាពល្អទំនើបទាន់សម័យគ្រប់ម៉ូដគ្រប់ម៉ាកកំម៉ង់បាទដែលចង់បាន texture ឬក៏ texture ខ្ញុំចង់និយាយពីរូបភាពអីប្លែកៗអញ្ចឹងអាចកំម៉ង់បានគីមហួរមានគ្រប់ប្រភេទទាំងអស់បងប្អូនអាចមកមើលនៅ showroom ដែលជាទីតាំងផ្ទាល់របស់ហាងគីមហួរបានមានអាសយដ្ឋាននៅផ្ទះបាទអង311ផ្លូវ271ខណ្ឌចំការមនរាជធានីភ្នំពេញឬក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ085 63 66 68អរគុណសម្រាប់បងប្អូនដែលចំណាយពេលតាមដានទស្សនាបាទអញ្ចឹងអរគុណលោកធុនប៉ាដូចគ្នាដែលបានចំណាយពេលដ៏មានតម្លៃចូលរួមចែករំលែកនៅបទពិសោធន៍តាក់ទងទៅលើប្រធានបទរបស់យើងនៅក្នុងមាតិកាទី2នេះហើយបងប្អូនទាំងអស់គ្នាកុំភ្លេចណាសម្រាប់កម្មវិធីគីមហួរ podcast រដូវកាលទី2នេះនឹងចែករំលែកនៅបទពិសោធន៍ចំណេះដឹងល្អៗបាទតាក់ទងទៅលើបរិស្ថានជុំវិញក៏ដូចជាវិស័យស្ថាបត្យកម្មនិងការរចនាផ្សេងៗផងដែររងចាំមើលទៅតាមមាតិកាទី3នឹងមានអ្វីដែលប្លែកដល់គួរឲ្យចាប់អារម្មណ៍កុំភ្លេចទស្សនាកម្មវិធីគីមហួរ podcast រដូវកាលទី2សម្រាប់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលា